ការៈរបស់លោកសំរងយ៉ាងមិនទៅឲ្យចៅមានអីធ្ងន់ធ្ងរមែនទេអាការៈគាត់ប្រសើរយាយប៉ុន្តែយ៉ាងម៉េចប៉ុន្តែមិនធម្មតាមែនទេឬមួយក៏ប៉ះអវយវៈប៉ះជើងប៉ះដៃទៀតឆាប់ប្រាប់យាយមកមើលដៃជើងគាត់អាចព្យាបាលបានណាយាយតែមុខគាត់វិញប៉ះពាល់ខ្លាំងណាស់គឺខ្លាំងដល់តែខ្ទេចមុខណាអញ្ចឹងត្រូវដូរមុខមាត់ថ្មីអូព្រះអើយនេះធ្ងន់ធ្ងរដល់ថ្នាក់នឹងផងឯចៅចាពេទ្យគេឲ្យយោបល់ទៅព្យាបាលនៅឯក្រៅប្រទេសណាយាយអញ្ចឹងមានន័យថាត្រូវវះកាត់បដូរផ្លាស់មុខមាត់ថ្មីហ៎អញ្ចឹងគាត់ព្រមឬក៏អត់ដែលត្រូវផ្លាស់បដូរមុខពីកំណើតរបស់គាត់នេះមិនព្រមក៏ទៅតែព្រមដែរណាយាយព្រោះថាមុខមាត់គាត់គឺស្លាកស្នាមច្រើនណាស់ទៅតែបដូរវះកាត់មុខមាត់ថ្មីមិនតែប៉ុណ្ណោះអាចស្រោចស្រង់ឲ្យគាត់ខ្លាចជាមនុស្សធម្មតាទូទៅណាយាយឲ្យចៅសុំទោសយាយផងណាព្រោះមួយរយៈនេះចៅប្រហែលជាមិនសូវបានមកលេងយាយទេព្រោះចៅមានការងារទៅធ្វើច្រើនមិនអីទេចៅហើយនេះមើលថែខ្លួនឯងឲ្យបានល្អផងណាយាយបារម្ភចាយាយកុំភ្លេចពិសាអាហារដែលចៅផ្ញើមកឲ្យផងណាចាចាំយាយហូបយាយមិនទុកឲ្យដុះផ្សិតទេខំទិញអស់ទាំងលុយមិនយកกระดาษទៅទិញទេណាយាយស្ដាយលុយស្ដាយរបស់យាយសង្ឃឹមថាលោកសំរងនេះវះកាត់ជោគជ័យទៅចាស់ណាចៅចាយាយអញ្ចឹងចៅសុំត្រឡប់ទៅសិនហើយណាទៅចាស់មើលថែខ្លួនឯងផងណាចាអូនេះប្រហែលជាបញ្ញាប់តែមើលថែលោកសំរងនៅឯមន្ទីរពេទ្យហើយនេះឮថាស្ម័គ្រចិត្តទៅមើលថែគេដល់បរទេសទៀតផងហ៎សមជាបុគ្គលិកគំរូមែនណាម៉ែខ្ញុំនេះស្ម័គ្រចិត្តទៅមើលគាត់យ៉ាងម៉េចឈឺចាប់ហ៎បើឈឺចាប់ណាស់ទៅពេទ្យទៅណាទៅរកថ្នាំមកញ៉ាំដើម្បីកុំឲ្យលោកនេះប្រសើរពិសាតន់ខំណាស់ខំទៅស្ម័គ្រស្មោះជាមួយនឹងគេឲ្យយើងប្រមាណណាមិនបានលុយក៏បានបដោះកយពេលណាដែលតណ្ហាកើតឡើងក៏វាអាចរួចមកពេលដែរណាដូចជាខ្ញុំមកធ្វើជាត្រូវរើជាមួយនឹងលោកចឹងព្រោះថាខ្ញុំនេះចង់បានខ្លួនលោកដែរនោះអីខ្ញុំមិននឹកស្មានថានាងគឺជាមនុស្សបែបនេះសោះល្អតែខាងក្រៅទេតែខាងក្នុងវិញមិនស្អីលឿនមែនទេមែនហើយចាប់ថ្ងៃនេះទៅខ្ញុំមិននៅស្ងៀមនោះទេបើនិយាយតែប្រឆាំងជាមួយនឹងខ្ញុំមិនប្រតិកម្មត្រឡប់ទៅវិញខ្ញុំមិនមែនជាស៊ីម៉ុងថ្មដែលមិនចេះជួយចាំនោះទេនាងពិតជាធ្វើបាបចិត្តរបស់ខ្ញុំខ្លាំងណាស់ខ្ញុំសុំទោសស្ងួនគឺជាមនុស្សដំបូង
ដែលឲ្យអូនស្គាល់ស្នេហាបងជាមនុស្សដែលអូនប្រាថ្នាស្នេហ៍រៀមរើលំខ្សែតែពេលនេះមិនអាចដូចគ្រាមុនទៀនឡើយដល់វេលាដែលពងយើងត្រូវឃ្លាតឆ្ងាយហើយសុំទងផងត្រាំត្រូវ បានហើយខ្ញុំមិនចង់ស្ដាប់ពាក្យខករបស់សៅឌីទេណាសៅឌីធ្វើអញ្ចឹងដូចជាជ្រុលពេកហើយខ្ញុំទទួលយកបានទេ កុំតន់ដាក់ចោលលោកស្រីខ្ញុំសុំបងនេះខ្ញុំមិនបានធ្វើមែនណា យ៉ាងម៉េច ខ្ញុំដឹងបើលោកប្រុសឈឺលោកស្រីក៏ឈឺដូចគ្នា សៅឌីនេះសៅឌីនិយាយត្រឡប់ត្រលិនពេកហើយណាម្ដងថាធ្វើម្ដងថាមិនធ្វើនិយាយអញ្ចឹងឲ្យខ្ញុំរកកន្លែងណាជឿមិនទៅណា ថ្ងៃមុនខ្ញុំនិយាយមែនមកពីខ្ញុំខឹងពេកខ្ញុំមិននឹកស្មានថាលោកស្រីយកវាទុកជាការពិតខ្ញុំសុំទោសខ្ញុំពិតជាមិនបានធ្វើមែនលោកស្រីគួរតែជឿខ្ញុំ អ្នកនេះជប់សិនរឿងរ៉ាវប្រហែលជាមិនអាចដូចនៅនាងម៉ូនីកានិយាយកថាបានដែរ ខ្ញុំត្រូវតែសួរគាត់ឲ្យដឹងច្បាស់លាស់លោកទៅវិញទៅ អ្នកនាងនេះខ្ញុំមិនគួរចេះដឹងរឿងគ្រួសាររបស់គេទេណា បានបើសិនជាអះអាងច្បាស់បែបនេះហើយអញ្ចឹងទៅរកផុសតាងមកបញ្ជាក់មកបញ្ជាក់ការពិតថាសៅឌីមិនមែនជាអ្នកធ្វើទៅរកមកទើបខ្ញុំជឿមិនអាចធ្វើបានអត់ បានខ្ញុំនឹងរកផុសតាងមកជូនលោកស្រី ហេតុអីមិនបាក់កុហកខ្ញុំកុហករឿងអីកូនម៉ាក់កុហកខ្ញុំជាច្រើនឆ្នាំកុហកខ្ញុំមិនល្មមទេកុហកដល់ប៉ាទៀតកុំប្រាប់ឲ្យសោះណាថាម៉ាក់ស្រឡាញ់ខ្ញុំម៉ាក់មិនបានស្រឡាញ់ខ្ញុំនោះទេកែម៉ានេះកូននិយាយអីហ្នឹងម៉ាក់ដូចជាមិនយល់ទេនេះមកពីខ្ញុំដឹងការពិតហ្នឹងណាការពិតនោះខ្ញុំមិនមែនជាកូនបង្កើតផងម៉ាក់ហើយនឹងប៉ានោះទេមែនអត់ កែម៉ាកូនគឺជាកូនបង្កើតរបស់ប៉ាហើយនឹងម៉ាក់បើកូនមិនមែនតើអ្នកណាគេហ៎ជាកូនប៉ាហើយនឹងម៉ាក់ជប់កុហកខ្ញុំទៀតទៅថាខ្ញុំមិនមែនជាកូនបង្កើតរបស់ម៉ាក់ហើយម៉ាក់ប្រាប់ការពិតមកព្រោះខ្ញុំចង់លឺវាចេញពីមាត់ម៉ាក់តាំងអារម្មណ៍ណាកូនម៉ាក់ឆាប់ប្រាប់វាមកណាថាខ្ញុំជាអ្នកណាម៉ាក់ប្រាប់ការពិតមកហេតុអីបានម៉ាក់កុហកខ្ញុំស្អប់ម៉ាក់ខេម៉ាស្ដាប់ម៉ាក់សិនកូនខេម៉ា អ្នកនាងប្រុងទៅណាហ្នឹង ខ្ញុំទៅលោតទឹកសម្រាប់ខ្លួន អ្នកនាងតាំងស្មារតីឲ្យមាំណាការគិតខ្លីនឹងការសម្រាប់ខ្លួនណាមិនមែនជាផ្លូវសម្រាប់ដោះស្រាយបញ្ហានោះទេអ្នកនាងគួរតែគិតឲ្យបានវែងឆ្ងាយហើយគួរតែនិយាយគ្នាឲ្យបានច្បាស់លាស់កុំទាន់អាចសម្រេចចិត្តនៅពេលនេះអីណា ខ្ញុំមិនល្អគ្មានអ្នកណាចង់រាប់រងខ្ញុំនោះទេមានតែការស្លាប់តែមួយមុខគត់ដែលអាចជួយដោះស្រាយបញ្ហាបានហើយគ្រប់គ្នាក៏គ្មានបន្ទុកជាមួយនឹងមនុស្សគ្មានតម្លៃដូចជាខ្ញុំដែរលោកមិនបាច់ខាត់ខ្ញុំទេ ហេតុអីក៏អ្នកនាងថាគ្មានអ្នកណាត្រូវការលោកស្រីវីរ៉ាគាត់ស្រឡាញ់អ្នកនាងខ្លាំងណាស់អ្នកនាងគួរតែដឹងច្បាស់នៅក្នុងចិត្ត គឺជាមនុស្សដំបូងដែលឲ្យអូន
ស្គាល់ស្នេហ៍ មិនប៉ិនគាត់មិនបានស្រឡាញ់ខ្ញុំទេបើគាត់ស្រឡាញ់ខ្ញុំពិតមែនគាត់មិនមែនកុហកខ្ញុំមិនមែនជាកូនបង្កើតផងគាត់មានសិទ្ធអីឲ្យគាត់មកស្រឡាញ់នោះលោកជប់ព្យាយាមលំលងចិត្តខ្ញុំទៀតទៅខ្ញុំបានប្រាប់អ្នកនាងហើយថាមានបញ្ហាអីកុំព្យាយាមរត់គេចគួរតែបើកចិត្តឲ្យទូលាយតាំងចិត្តឲ្យមាំហើយទៅសួរនាំគាត់ឲ្យច្បាស់សិនទៅថាតើរឿងរ៉ាវវាយ៉ាងណាខ្ញុំស្គាល់គាត់ច្បាស់ណាស់បើគាត់មិននិយាយបានន័យថារឿងគ្រប់យ៉ាងគឺជាការពិតខ្ញុំមិនមែនជាកូនបង្កើតផងគាត់ទេពិតឬមិនពិតអ្នកនាងគួរតែដឹងនៅក្នុងចិត្តហើយក៏ប្រហែលជាមានមូលហេតុរបស់គាត់អ្នកនាងគួរតែសួរនាំហេតុផលគាត់ឲ្យបានច្បាស់សិនណាតែខ្ញុំជឿខ្ញុំណាអ្នកនាងខេម៉ានេះតើកូនទៅដឹងស្អីមកពីណាមែននេះមិនបានជាកូនខឹងម៉ាក់ខ្លាំងយ៉ាងនេះឬមួយក៏នាងម៉ូនីកាហេតុអីទៅរឿងបងសម្រងមិនទាន់ទាំងចប់ស្រួលបួសផងហេតុអីក៏មានរឿងថ្មីមកលឿនម៉េះម៉ាក់សុំទោសដែលម៉ាក់មិនទាន់អាចនិយាយអ្វីបាននៅពេលនេះព្រោះម៉ាក់មិនចង់បំផ្លាញទឹកចិត្តរបស់កូនទេណាខេម៉ាឲ្យម៉ាក់សុំទោសផងណាកូនលោកស្រីប្រយ័ត្នណាខ្ញុំមិនអីទេណាមុននេះដែលគេមកសួរលោកស្រីជាការពិតមែនអត់រឿងស្អីរបស់នាងលោកស្រីមិនចាំបីលាក់ខ្ញុំទេណាខ្ញុំបានលើកអស់ហើយខ្ញុំគ្រាន់តែចង់ដឹងការពិតចេញពីមាត់លោកស្រីតែប៉ុណ្្នឹងនេះនាងលួចស្ដាប់យើងនិយាយគ្នាអត់ទេណាពេលដែលខ្ញុំដើរមកក៏បានលើអ្នកទាំងពីរប្រកែកគ្នាហើយប្រហែលថ្ងៃមុនខ្ញុំក៏បានឃើញលោកស្រីនិងលោកប្រធានឆ្លុះគ្នារឿងអត់កូនដែររឿងទាំងពីរនេះពាក់ព័ន្ធគ្នាណាទើបបានជាខ្ញុំសង្ស័យទៅនេះគឺជារឿងគ្រួសាររបស់ខ្ញុំទេណានាងមិនចាំបាច់ចង់ដឹងឮទេបើគ្មានការអនុញ្ញាតរឿងខ្លះបើដឹងហើយធ្វើមិនដឹងមិនឮខ្លះទៅក៏ល្អដែរណាយល់ទេចាខ្ញុំសុំទោសអំរែកមួយនេះធ្ងន់ពេកហើយសម្រាប់ខ្ញុំប្តីក៏ជួបគ្រោះថ្នាក់ឯកូនវិញបែរជាមិនយល់ចិត្ត
តើខ្ញុំគួរតែទៅច្រកណាតើអ្នកណាអាចជួយខ្ញុំបានទៅខេម៉ាម៉ាក់ស្រឡាញ់កូនណាស់កូនគឺជាកូនស្រីតែម្នាក់គត់របស់ម៉ាក់ទោះជាមានរឿងអីកើតឡើងក៏ដោយកូនគឺជាកូនរបស់ម៉ាក់ម៉ាក់ស្រឡាញ់កូនណាស់ខេម៉ាទុកនៅខ្ញុំសិនក៏បានដែរចាំពេលណាដែលអ្នកនាងចង់ញ៉ាំចាំយកពេលខ្ញុំចុះ តើខ្ញុំគួរដើរចេញផ្លូវណាទៅពេលនេះខ្ញុំងងឹតមើលអីមិនឃើញឡើយខ្ញុំហត់នឿយខ្លាំងណាស់ខ្ញុំមិនចង់ដើរទៅមុខបន្តទៀតទេខ្ញុំមិននឹកស្មានថាអាចនឹងមានរឿងនេះកើតឡើងទេតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកជួយប្រាប់ខ្ញុំផងណាមនុស្សដែលខ្ញុំស្រឡាញ់ទុកចិត្តបំផុតបែរជាកុហកខ្ញុំរាប់ឆ្នាំនេះមែនទេដែលគាត់ប្រាប់ថាស្រឡាញ់ខ្ញុំ ខ្ញុំថាអ្នកនាងគួរតែញ៉ាំទឹកសិនទៅក្រៃលោស្ងួតយកមកចេញទឹកភ្នែកណាណែលោកខ្ញុំកំពុងតែពិបាកលោកមកលេងសើចអី ខ្ញុំគ្រាន់តែចង់ឲ្យអ្នកនាងបានបន្ធូរអារម្មណ៍ខ្លះការពិតទៅបើសិនជារឿងដែលអ្នកនាងបានដឹងមកជាការពិតមែនក៏វាមិនអីដែរទោះជាអ្នកនាងជាកូនបង្កើតពួកគាត់ឬក៏មិនមែនក៏មិនមែនជាបញ្ហាដែរព្រោះមើលទៅពួកគាត់ទាំងពីរស្រឡាញ់អ្នកនាងខ្លាំងណាស់ គឺជាមនុស្សដងដែលអូនស្គាល់ស្នេហ៍ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកនាងបានបន្ធូរអារម្មណ៍ខ្លះការពិតទៅបើសិនជារឿងដែលអ្នកនាងបានដឹងមកជាការពិតមែនក៏វាមិនអីដែរទោះជាអ្នកនាងជាកូនបង្កើតពួកគាត់ឬក៏មិនមែនក៏មិនមែនជាបញ្ហាដែរព្រោះមើលទៅពួកគាត់ទាំងពីរស្រឡាញ់អ្នកនាងខ្លាំងណាស់ លោកគិតថាខ្ញុំមិនមែនជាកូនបង្កើតគាត់ដែរអូ ខ្ញុំមិនមែនបានន័យអញ្ចឹងទេអ្នកនាងកំពុងតែជឿសម្ដីគេហើយព្រោះថាអ្នកនាងម៉ូនីកាកំពុងតែចង់បំបាយបំបាក់គ្រួសាររបស់អ្នកនាងក៏ដឹងច្បាស់នៅក្នុងចិត្ត តាមពិតទៅបើសិនជាគ្រួសារខ្ញុំពិតជាស្រឡាញ់គ្នាមែនទោះអ្នកណាមកបំបីបំបាក់ក៏វាមិនអាចទៅរួចដែរតែដោយសារតែគ្រប់យ៉ាងគឺជារូបភាពคล้ายៗមិនថាក្តីស្រឡាញ់មិនថាគ្រួសារគ្មានអ្វី ស្រង់ទឹកនេត្រអត់ស្បាស្ដាយក្រោយពេលនាងក៏យឺនពេលហើយក៏ដឹងក្រុមយ៉ាងមិនអាចបងក្រោយឡើយត្រឹមត្រូវជានាងហួងហើយអរគុណដែលលយអូនស្គាល់ស្នេហា
ហើមផងមែនកូន មើលមានរឿងអីក្រែងលោកម៉ាក់អាចជួយដោះស្រាយបានណា គ្មានរឿងអីទេម៉ាក់គឺគ្រាន់តែមានបញ្ហានៅក្រុមហ៊ុនបន្តិចបន្តួចតែប៉ុណ្ណោះ អញ្ចឹងមានបញ្ហាបន្តិចបន្តួចដល់ថ្នាក់មកអង្គុយសង្កុកដល់ដង្ហើមធំបែបនេះគិតថាម៉ាក់ជឿដែរឬយ៉ាងម៉េច កូននិយាយការពិតតាម៉ាក់ កុហកកូនគិតថាកុហកម៉ាក់បានដែរម៉ាក់ស្គាល់កូនច្បាស់ណាស់បើសិនជាកូនមានបញ្ហានៅក្នុងការងារមិនដល់ថ្នាក់កូនមកអង្គុយសង្កុកដល់ដង្ហើមធំបែបនេះទេកូនតែងតែរកដំណោះស្រាយតែបើតាមម៉ាក់គិតរឿងបញ្ហាបេះដូងច្រើនជាងនេះម៉ាក់និយាយត្រូវមែនទេកូនឆ្លោះគ្នាជាមួយយ៉ាណាទៀតហើយមែនទេ ត្រូវហើយម៉ាក់គឺកូនបានទៅតន់ហើយស្ដាប់ឮរឿងឈឺចាប់មួយគឺវាឈឺចាប់ខ្លាំងណាស់កូនពិតជាពិបាកទទួលយកតែយ៉ាងណាក៏ដោយកូនមិនចង់បាត់បង់យ៉ាងណាទេម៉ាក់ ពេលនេះខ្ញុំចង់មានអីសប្បាយជាមួយយ៉ាងណាតោះយើងទៅបន្ទប់ទៅមកទៅកុំឲ្យឆ្លាស់ពេលនេះ គឺមិនល្អទេដឹងលោកប្រធានកាត់ថ្ងៃបែបនេះចាំពេលយប់ទៅណាព្រោះថាថ្ងៃបែបនេះខ្ញុំមិនទម្លាប់សោះ ខ្ញុំមិនតមទេណាមិនថាថ្ងៃយប់ទេឲ្យតែខ្ញុំចង់ហើយត្រូវតែ វាពិតជាឈឺចាប់ខ្លាំងណាស់គូមិនអាចហាមចិត្តមិនឲ្យខឹងមិនឲ្យប្រច័ណ្ឌបានទេបាទកូនពិតជាស្រឡាញ់យ៉ាងណាខ្លាំងណាស់កូនហ៊ានលះបង់ខ្លួនដើម្បីគេបាន ពធកូនរបស់ម៉ាក់ស្នេហាគឺវាអញ្ចឹងហើយបើសិនជាបានដូចបំណងនោះគឺវាជាបង្អែមដែលផ្អែមឆ្ងាញ់ប៉ុន្តែបើសិនជាមិនដូចបំណងវិញវាប្រៀបដូចជាផ្លែស្លែងដែលអាចសម្លាប់មនុស្សបានណាកូនតែម៉ាក់ជឿថាកូនប្រុសរបស់ម៉ាក់នេះប្រកាសជារឹងមាំបើកចិត្តឲ្យតលីទទួលយកការពិតមិនដឹងថាកូនឮមកពិតឬមិនពិតបើយើងស្រឡាញ់នរណាម្នាក់យើងកុំគិតពីអតីតកាលរបស់គេយើងគិតតែម្យ៉ាងគឺយើងស្រឡាញ់គេ បាទម៉ាក់កូននឹងធ្វើចិត្តឲ្យត្រជាក់តែបើហេតុការណ៍ប្រែប្រួលយ៉ាងណានោះកូននឹងបត់បែនតាមកលៈទេសៈ មិនអាចប្រឆាំងនឹងព្រំលីខិនមិនអាចតតាំងនឹងប្រេងវាសនាពងយើងមិនអាចនៅក្បែរគ្នាឡើយតើពេលនេះពងយើងគួរត្រូវធ្វើបែបណាឬត្រូវឈឺផ្សាស្រង់ទឹកនេត្រអត់ស្បាយស្ដាយក្រោយពេលនេះក៏យឺនពេលហើយក៏ដឹងក្រុមយ៉ាងមិនអាចបងក្រោយឡើយត្រាំត្រូវជានឹងហួងហើយអរគុណដែលលយអូនស្គាល់ស្នេហា យំរហូតដល់ដេកលក់ខ្លួនតូចតែមួយតែត្រូវរ៉ាប់រងរឿងច្រើនបែបនេះគួរឲ្យនៅខ្លាំងណាស់រត់ដល់ធ្លាប់តែឃើញនាងកាចឆ្នាស់សម្ដីខ្លាំងតែបែរជាមកអង្គុយយំកំសត់បែបនេះមើលទៅគួរឲ្យនៅដែរតាតើអ្វីដែលនាងមូនីកាបាននិយាយជាការពិតឬក៏អត់នោះ
បើសិនវាជាការពិតតើអ្នកនាងខេម៉ាជាអ្នកណាឲ្យប្រកាសទៅទេអត់ទេអ្នកនាងម៉ូនីកាគ្រាន់តែប្រឌិតរឿងឡើងដើម្បីបំបីបំបាក់គ្រួសាររបស់អ្នកនាងខេម៉ាតែប៉ុណ្ណោះ គឺជាមនុស្សដងដែលឲ្យអូនស្គាល់ស្នេហ៍ តើអ្វីដែលអ្នកនាងម៉ូនីកាបាននិយាយជាការពិតឬក៏អត់នោះបើសិនវាជាការពិតតើអ្នកនាងខេម៉ាជាអ្នកណាឲ្យប្រកាសទៅទេអត់ទេអ្នកនាងម៉ូនីកាគ្រាន់តែប្រឌិតរឿងឡើងដើម្បីបំបីបំបាក់គ្រួសាររបស់អ្នកនាងខេម៉ាតែប៉ុណ្ណោះ នៅក្បែរគ្នាឡើយគូត្រូវធ្វើបែបណាឬត្រូវឈឺផ្សោស្រងទឹកនេត្រអត់នឹងស្បាយស្ដាយក្រោយពេលនាងក៏យើងពេលហើយក៏ដឹងគ្រំយ៉ាងមិនណា លោកស្រីគ្រាន់តែនៅលើជាមួយសៅឌីសោះចាំបាច់ខ្ញុំខ្ចាំចុះក្រោមដែរកាញ់រាល់ថ្ងៃទុកនឹងខ្ចាំចាំឲ្យយោបល់នេះជាទីប្រឹក្សាអន្តើអូយស្ដាយនេះបើនៅលើប្រកាសជាបានដឹងរឿងដែរបាត់ស្ដាយមែនទេនេះស្ដាយជាងបានមើលរឿងភាគទៀតណានេះហើយអាចជំងឺចង់ដឹងចង់ឮរឿងគេខ្ញុំធំណាស់នាងចាណានេះឯងមកតាំងពីអង្ការឡាមកគ្មានដំណឹងគ្មានសម្លេងអីសោះមើលតែបលឹងខ្មៅហើយនេះអូយធលោកបលឹងស្អីស្អាតដូចយើងអស់ហើយណា ណែនេះមិនចេះខ្មាស់មកខ្លួនឯងខ្លះទេអត់ចាស់ឲ្យខ្លួនឯងស្រីស្អាតពេញមាត់នេះខ្ញុំថាណាសំបីតែខ្មៅឃើញមុខនាងណាក៏រត់ដែរ ណែនិយាយណាកុំប៉ាស្ដីពេកចាបច្ចិតយើងចេះឯងដេញមាត់ទៅហ្នឹង ខ្ញុំគ្មានបានចង់មានន័យថាម៉េចទេតែនេះមិនទៅមើលលោកស្រីវីរ៉ាទេឬមួយក៏សង្ងំខ្ជិលមកអង្គុយអេសពោះឯងកុំចេះរឿងយើងណានាងចាណាយើងនេះមិនមែនជាមនុស្សដែលចូលចិត្តចេះដឹងរឿងគេដូចជានាងឯងនោះទេនាងពេញក៏ដើររត់ទៅបើមានអ្នកបំរើណាដែលល្អហើយនឹងស្មោះត្រង់ចំពោះច្បាយដូចយើងនេះមិនស្អាត មិនឆ្នើមមិនឧស្សាហ៍មិនមែនមីកាយ៉ែមីចានេះល្អខ្លាំងពិតមែនទេត្រូវហ៎មិនចូលចិត្តចេះដឹងរឿងច្បាយទេតែក៏ចូលចិត្តមកអង្គុយនិយាយដាំច្បាយក្រោយខ្នងខ្ញុំថាល្អណាស់ល្អសំស៊ីដំបងចំកណ្ដាលក្បាលទេណាណែនេះយ៉ាងណាឯងកុំមកសម្ដីពេកទេបច្ចិតយើងចាប់ហេតុមិនឯងដល់គុកទៅជាចូលមកបើចង់ខ្ទេចមុខវល់មើលលេងយល់ល្អណាស់នេះយ៉ាងណាយើងផ្ញើនាងឯងទុកសិនចោះព្រោះឯយើងនេះមិនចង់យកសម្រាប់អសស្អាតរបស់យើងនេះទៅប្លុកប្លែកមួយនាងនេះទេតែយើងសុំផ្ដាំនាងឯងហើយបច្ចិតខ្ទេច10ម៉ែត្រធ្លាក់ចូលលូតិចថាមីកាយ៉ែនេះកាចទេខ្លាចខ្លាំងណាស់នេះអូយនេះយ៉ាងណាជួយ ច្រឡំនេះទៅដឹងមិនប៉ិតទេ
លោកស្រីកាត់អីណាលោកស្រីមកយ៉ាងនេះលោកស្រីតែក៏បានដែរគឺតែខ្ញុំមកចាំអើយចាំអាឡូทำไมมันปะเต้ ខេម៉ាកាត់អីហ្នឹងខេម៉ា ហេតុអីក៏បងទៅចោលអូនហេតុអីក៏បងទុកអូនហើយនឹងកូននៅបែបនេះមកអាត្មានិយមពេកហើយណាបងឆាប់ត្រឡប់មកវិញមកបងនៅមិនទាន់បានពិសោធន៍នៅឡើយទេណាថាអូននេះស្រឡាញ់បងប៉ុណ្ណាបងនៅជាពាក់អូនច្រើនណាស់ពួកយើងមានរឿងជាច្រើនដែលត្រូវដោះស្រាយជាមួយគ្នាហេតុអីក៏បងទុកឲ្យអូននេះរ៉ាប់រងម្នាក់ឯងទៅវិញអូនមិនឲ្យបងទៅទេបងគឺជាមនុស្សដែលអត់បំផុតតែមិនហ៊ានប្រឈមមុខជាមួយនឹងអូនខ្ញុំកំពុងតែបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់បំផុតហើយមែនទេខ្ញុំខំធ្វើគ្រប់យ៉ាងដើម្បីគាត់ហេតុអីក៏គាត់ទៅចោលខ្ញុំគាត់នៅមិនទាន់បានតបស្នងខ្ញុំនៅឡើយទេជីវិតខ្ញុំក្នុងពេលនេះត្រូវខ្យល់រលកបក់បោកគ្លីងខ្លងគ្មានទិសដៅ